កុំរស់នៅដើម្បីផ្គប់ចិត្តមនុស្សគ្រប់គ្នាតែអ្នកធ្លាប់និយាយពាក្យថាមិនអីទេខ្ញុំធ្វើបានទាំងដែលនៅក្នុងចិត្តអ្នកពិតជាចង់និយាយថាខ្ញុំហត់ហើយដែរឬទេតែអ្នកធ្លាប់យល់ព្រមធ្វើរឿងមួយដែលអ្នកមិនចង់ធ្វើគ្រាន់តែខ្លាចថាអ្នកដទៃនឹងមិនពេញចិត្តដែរឬទេឬក៏ធ្លាប់លាក់អារម្មណ៍ពិតរបស់ខ្លួនដើម្បីរក្សាស្នាមញញឹមឲ្យអ្នកគ្រប់គ្នាទោះបីខ្លួនឯងកំពុងរងទុក្ខយ៉ាងណាក៏ដោយបើចម្លើយរបស់អ្នកគឺបាទឬចាអ្នកមិនមែនជាមនុស្សតែម្នាក់ទេមនុស្សជាច្រើនកំពុងរស់នៅបែបនេះរាល់ថ្ងៃពួកគេរស់នៅដោយព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តលើកលែងតែខ្លួនឯងសូមស្វាគមន៍មកកាន់ Channel ដាស់ចិត្តកន្លែងដែលយើងមិនមែនចង់ប្រាប់អ្នកឲ្យក្លាយទៅជាមនុស្សល្អឥតខ្ចោះនោះទេប៉ុន្តែចង់ឲ្យអ្នកក្លាយទៅជាមនុស្សដែលស្គាល់តម្លៃរបស់ខ្លួននិងរស់នៅដោយស្មោះត្រង់ជាមួយនឹងបេះដូងរបស់ខ្លួនប្រធានបទនៅថ្ងៃនេះគឺជារឿងដែលមនុស្សជាច្រើនត្រូវការស្ដាប់ប៉ុន្តែមិនសូវមានអ្នកហ៊ាននិយាយនោះគឺកុំរស់នៅដើម្បីផ្គប់ចិត្តមនុស្សគ្រប់គ្នាតាំងពីយើងនៅក្មេងយើងត្រូវបានបង្រៀនឲ្យធ្វើជាក្មេងល្អស្ដាប់បង្គាប់ធ្វើឲ្យមនុស្សធំពេញចិត្តកុំឲ្យអ្នកណាខឹងកុំឲ្យអ្នកណាអន់ចិត្តការបង្រៀនបែបនេះមិនខុសទេព្រោះវាបង្រៀនឲ្យយើងចេះគោរពអ្នកដទៃប៉ុន្តែនៅពេលដែលយើងធំឡើងមនុស្សជាច្រើនមិនបានរៀនរឿងមួយទៀតដែលសំខាន់មិនចាញ់គ្នានោះទេគឺជាការគោរពខ្លួនឯងមនុស្សដែលតែងតែរស់នៅដើម្បីផ្គប់ចិត្តអ្នកដទៃភាគច្រើនមិនមែនជាមនុស្សទន់ខ្សោយទេផ្ទុយទៅវិញពួកគេជាមនុស្សល្អពួកគេមិនចង់ឲ្យអ្នកណាខកចិត្តមិនចង់ឲ្យអ្នកណាស្អប់ឬមិនចង់បង្កជម្លោះប៉ុន្តែបញ្ហានោះគឺនៅពេលដែលអ្នកតែងតែដាក់អារម្មណ៍របស់អ្នកដទៃនៅពីមុខអារម្មណ៍របស់ខ្លួនទីបំផុតអ្នកនឹងបាត់បង់ខ្លួនឯងមានមនុស្សម្នាក់និយាយថាការព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តគឺជាការងារដែលគ្មានថ្ងៃជោគជ័យព្រោះមិនថាអ្នកល្អប៉ុណ្ណាទេតែងតែមានអ្នកណាម្នាក់ដែលមិនយល់ពីអ្នកមិនថាអ្នកខិតខំប៉ុណ្ណាទេក៏តែងតែមានអ្នកណាម្នាក់ដែលរិះគន់អ្នកហើយមិនថាអ្នកលះបង់ប៉ុណ្ណាទេក៏តែងតែមានអ្នកណាម្នាក់ដែលគិតថាអ្នកធ្វើមិនទាន់គ្រប់គ្រាន់សូមគិតទៅមើលព្រះអាទិត្យវាផ្ដល់ពន្លឺដល់មនុស្សគ្រប់គ្នាប៉ុន្តែមនុស្សខ្លះនៅតែត្អូញត្អែថាវាក្តៅពេកភ្លៀងធ្លាក់ក៏មានអ្នកសប្បាយចិត្តព្រោះដំណាំបានទឹកខណៈអ្នកផ្សេងទៀតបែរជារអ៊ូថាភ្លៀងរំខានដំណើរបើសូម្បីតែធម្មជាតិដែលផ្ដល់អត្ថប្រយោជន៍ដល់មនុស្សទាំងអស់នៅតែមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តបានចុះហេតុអ្វីអ្នកគិតថាអ្នកត្រូវធ្វើឲ្យបានពេលខ្លះយើងហត់នឿយមិនមែនដោយសារតែការងារច្រើនពេកទេប៉ុន្តែដោយសារតែយើងនិយាយពាក្យថាបាទឬចាស់ច្រើនពេកយើងយល់ព្រមជួយទាំងដែលខ្លួនឯងគ្មានពេលយើងទទួលខុសត្រូវបន្ថែមទាំងដែលកម្លាំងយើងចិត្តអស់យើងខំញញឹមទាំងដែលចិត្តយើងកំពុងយំយើងនិយាយថាខ្ញុំមិនអីទេទាំងដែលនៅក្នុងចិត្តស្រែកថាសូមឲ្យមាននរណាម្នាក់សួរថាខ្ញុំសុខសប្បាយទេអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺមនុស្សដែលអ្នកព្យាយាមផ្គប់ចិត្តអាចមិនដែលដឹងថាអ្នកកំពុងលះបង់ប៉ុន្មានសម្រាប់ពួកគេផងហើយថ្ងៃណាដែលអ្នកលែងអាចផ្ដល់ឲ្យពួកគេបានដូចមុនពួកគេប្រហែលជាគិតថាអ្នកអាចផ្លាស់ប្ដូរទាំងដែលការពិតអ្នកគ្រាន់តែហត់ពេកប៉ុណ្ណោះសូមចងចាំថាការធ្វើជាមនុស្សល្អនិងការធ្វើជាមនុស្សដែលមិនចេះបដិសេធគឺជារឿងពីរខុសគ្នាការមានចិត្តល្អមិនមានន័យថាអ្នកត្រូវអនុញ្ញាតឲ្យគេប្រើប្រាស់ចិត្តល្អរបស់អ្នកឡើយហើយការគោរពអ្នកដទៃក៏មិនមានន័យថាអ្នកត្រូវមិនគោរពខ្លួនឯងនោះដែរថ្ងៃណាដែលអ្នកចាប់ផ្ដើមនិយាយថាទេចំពោះរឿងដែលបំផ្លាញសេចក្តីសុខរបស់អ្នកមនុស្សខ្លះប្រហែលជាគិតថាអ្នកបានផ្លាស់ប្ដូរប៉ុន្តែការពិតអ្នកមិនបានផ្លាស់ប្ដូរនោះទេអ្នកគ្រាន់តែចាប់ផ្ដើមការពារសន្តិភាពនៅក្នុងចិត្តរបស់អ្នកតែប៉ុណ្ណោះហេតុអ្វីបានជាពាក្យមួយម៉ាត់ដូចជាទេពិបាកនិយាយម្ល៉េះហេតុអ្វីបានជាយើងហ៊ានធ្វើរឿងដែលមិនចង់ធ្វើប៉ុន្តែមិនហ៊ានបដិសេធចម្លើយនោះគឺព្រោះនៅក្នុងជំរឿចិត្តមនុស្សភាគច្រើនខ្លាចការមិនត្រូវបានទទួលស្គាល់
យើងខ្លាចថាបើយើងបដិសេធមនុស្សនឹងឈប់ស្រឡាញ់យើងខ្លាចថាបើយើងមិនយល់ព្រមមិត្តភក្តិនឹងចាក់ចេញយើងខ្លាចថាបើយើងជ្រើសរើសខ្លួនឯងមនុស្សនឹងហៅយើងថាជាមនុស្សអាត្មានិយមប៉ុន្តែសូមសួរខ្លួនឯងមួយសំណួរបើទំនាក់ទំនងមួយអាចបែកបាក់ដោយសារតែអ្នកនិយាយពាក្យថាទេមួយម៉ាត់តើទំនាក់ទំនងនោះពិតជាផ្អែកទៅលើការគោរពគ្នាឬគ្រាន់តែផ្អែកទៅលើការដែលអ្នកតែងតែធ្វើតាមគេចង់មនុស្សដែលស្រឡាញ់និងគោរពអ្នកពិតប្រាកដនឹងយល់ថាអ្នកក៏មានពេលដែលហត់មានពេលដែលរវល់មានពេលដែលត្រូវការសម្រាកនិងមានសិទ្ធិនៅក្នុងការជ្រើសរើសដូចគ្នាពួកគេនឹងមិនវាស់តម្លៃរបស់អ្នកតាមចំនួនដងដែលអ្នកនិយាយថាបាទឬចាស់នោះទេសូមស្រមៃថាអ្នកមានកែវទឹកមួយរាល់ថ្ងៃមនុស្សម្នាក់សុំទឹកបន្តិចម្នាក់ទៀតសុំទឹកបន្តិចហើយអ្នកតែងតែចែកឲ្យគ្រប់គ្នាការចែករំលែកមិនមែនជារឿងខុសទេប៉ុន្តែបើអ្នកបន្តចាក់ចេញដោយមិនដែលបំពេញទឹកឲ្យខ្លួនឯងវិញទីបំផុតកែវនឹងទទេនៅពេលដែលវាទទេអ្នកនឹងមិនត្រឹមតែមិនអាចជួយអ្នកដទៃបានទេសូម្បីតែខ្លួនឯងក៏មិនអាចថែរក្សាបានដែរនេះហើយជារឿងដែលកើតឡើងជាមួយមនុស្សជាច្រើនពួកគេចំណាយពេលថាមពលអារម្មណ៍និងកម្លាំងចិត្តដើម្បីបំពេញតម្រូវការរបស់អ្នកដទៃរហូតដល់ខ្លួនឯងក្លាយទៅជាមនុស្សទទេពួកគេញញឹមនៅខាងក្រៅប៉ុន្តែនឿយហត់នៅខាងក្នុងពួកគេមើលទៅរឹងមាំចំពោះភ្នែកអ្នកដទៃប៉ុន្តែនៅពេលនៅម្នាក់ឯងពួកគេចង់តែសម្រាកពីការព្យាយាមធ្វើជាមនុស្សដែលគ្រប់គ្នាពេញចិត្តមានពេលខ្លះអ្នកមិនត្រូវការអនុញ្ញាតពីអ្នកណាឡើយដើម្បីថែរក្សាខ្លួនឯងអ្នកមិនចាំបាច់មានអារម្មណ៍ខុសព្រោះតែអ្នកជ្រើសរើសការសម្រាកអ្នកមិនចាំបាច់សុំទោសព្រោះតែអ្នកមិនអាចជួយគ្រប់គ្នាបានហើយអ្នកក៏មិនចាំបាច់បញ្យល់គ្រប់ការសម្រេចចិត្តរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាដែរមនុស្សជាច្រើនបានយល់ច្រឡំថាការដាក់ខ្លួនឯងជាអត្តភាពគឺជាភាពអាត្មានិយមប៉ុន្តែការពិតវាជារឿងចាំបាច់បើអ្នកមិនថែរក្សាខ្លួនឯងតើអ្នកនឹងមានអ្វីថែរក្សាអ្នកដទៃបើអ្នកមិនគោរពព្រំដែនរបស់ខ្លួនឯងតើអ្នកអាចរំពឹងឲ្យអ្នកដទៃគោរពវាបានយ៉ាងដូចម្តេចគិតដល់ពេលអ្នកឡើងយន្តហោះមុនពេលយន្តហោះហោះហើរបុគ្គលិកអាកាសចរតែនិយាយថាប្រសិនបើមានស្ថានភាពអាសន្នសូមពាក់ម៉ាស់អុកស៊ីហ្សែនឲ្យខ្លួនឯងជាមុនសិនបន្ទាប់មកទើបជួយអ្នកដទៃពួកគេនិយាយនេះមិនបានព្រោះចង់ឲ្យអ្នកអាត្មានិយមនោះទេពួកគេនិយាយបែបនេះព្រោះបើអ្នកដួលមុនអ្នកនឹងមិនអាចជួយអ្នកណាបានឡើយហើយជីវិតក៏ដូចគ្នាការថែរក្សាខ្លួនឯងមិនមែនជាការបោះបង់អ្នកដទៃទេតែវាគឺជាវិធីតែមួយដែលធ្វើឲ្យអ្នកនៅមានកម្លាំងដើម្បីស្រឡាញ់និងជួយមនុស្សដែលសំខាន់ចំពោះអ្នកសូមកុំខ្លាចការធ្វើឲ្យមនុស្សខ្លះខកចិត្តព្រោះពេលខ្លះការធ្វើឲ្យអ្នកដទៃខកចិត្តបន្តិចគឺប្រសើរជាងការធ្វើឲ្យខ្លួនឯងរងទុក្ខជារៀងរាល់ថ្ងៃអ្នកមិនអាចសង្គ្រោះអ្នកណាម្នាក់បានទេប្រសិនបើអ្នកកំពុងលិចទឹកដោយខ្លួនឯងអ្នកដឹងទេថាមនុស្សដែលតែងតែផ្គាប់ចិត្តអ្នកដទៃច្រើនតែបោះបង់រឿង3យ៉ាងដោយមិនដឹងខ្លួនរឿងទី1គឺពេលវេលាពួកគេចំណាយពេលលើរឿងដែលមិនមែនជាអត្តភាពរបស់ខ្លួនរឿងទី2គឺក្តីស្រមៃពួកគេរវល់ធ្វើឲ្យអ្នកដទៃសប្បាយរហូតភ្លេចសួរខ្លួនឯងថាតើខ្លួនពិតជាចង់ធ្វើអ្វីហើយរឿងទី3គឺអត្តសញ្ញាណរបស់ខ្លួនបន្ទាប់ពីរស់នៅតាមការរំពឹងទុករបស់មនុស្សជាច្រើនឆ្នាំពួកគេលែងដឹងថាសម្លេងមួយណាជាសម្លេងរបស់ខ្លួននិងសម្លេងមួយណាជាសម្លេងរបស់ពិភពលោកសូមចងចាំថាអ្នកមិនមែនទទួលខុសត្រូវលើការធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តនោះទេអ្នកទទួលខុសត្រូវតែលើការរស់នៅដោយស្មោះត្រង់មានគុណធម៌និងមិនបំពានអ្នកដទៃបន្ទាប់ពីនោះថាតើអ្នកណាចូលចិត្តអ្នកឬមិនចូលចិត្តអ្នកនោះគឺជាសិទ្ធិរបស់គេមិនមែនជាបន្ទុករបស់អ្នកឡើយថ្ងៃដែលអ្នកយល់រឿងនេះគឺជាថ្ងៃដែលបេះដូងរបស់អ្នកនឹងស្រាលជាងមុនព្រោះអ្នកនឹងឈប់រស់នៅក្នុងពន្ធនាគារនៃការរំពឹងទុករបស់អ្នកដទៃហើយចាប់ផ្ដើមរស់នៅក្នុងជីវិតដែលជារបស់អ្នកពិតប្រាកដ
មានរឿងនិទានបុរាណមួយដែលនៅតែមានន័យរហូតមកដល់សព្វថ្ងៃមានបុរសចំណាស់ម្នាក់និងកូនប្រុសរបស់គាត់បានដឹកសត្វលាមួយក្បាលធ្វើដំណើរឆ្លងកាត់ភូមិមួយដំបូងអ្នកទាំងពីរដើរនៅក្បែរសត្វលាមិនទាន់បានឆ្ងាយប៉ុន្មានផងក៏មានមនុស្សមួយក្រុមនិយាយថាមើលទៅល្ងងមែនតែនមានសត្វលាហើយមិនជិះបែរជាដើរពេលបុរសចំណាស់បានឮដូច្នេះក៏ឲ្យកូនប្រុសគាត់ឡើងជិះសត្វលាដើរបានបន្តិចបុរសមួយក្រុមទៀតក៏បាននិយាយថាក្មេងនេះគ្មានការគោរពចាស់ទុំសោះឲ្យឪពុកដើរខ្លួនឯងបែរជាជិះទៅវិញបន្ទាប់មកកូនប្រុសក៏បានចុះវិញហើយឲ្យឪពុកឡើងជិះមិនយូរប៉ុន្មានក៏មានអ្នកនិយាយទៀតថាឪពុកនេះអាត្មានិយមណាស់ទុកឲ្យកូនដើរខ្លួនឯងបែរជាជិះស្រួលទៅវិញចុងក្រោយពួកគេទាំងពីរឡើងជិះសត្វលាជាមួយគ្នាមិនទាន់បានប៉ុន្មានជំហានផងក៏មានមនុស្សមួយក្រុមទៀតរិះគន់ថាគួរឲ្យអាណិតសត្វលាណាស់មនុស្សពីរនាក់ជិះលើវាតែមួយនៅទីបញ្ចប់បុរសចំណាស់បានញញឹមហើយនិយាយទៅកាន់កូនប្រុសថាឥឡូវនេះអ្នកយល់ហើយឬនៅមិនថាយើងធ្វើបែបណាទេតែងតែមានមនុស្សមិនពេញចិត្តរឿងនេះប្រហែលជាសាមញ្ញប៉ុន្តែវាបង្ហាញការពិតដ៏ធំមួយនៃជីវិតមនុស្សនឹងមានមតិជានិច្ចហើយមតិរបស់ពួកគេច្រើនតែផ្អែកទៅលើបទពិសោធន៍ទស្សនៈនិងអារម្មណ៍របស់ពួកគេមិនមែនជាការពិតទាំងស្រុងអំពីអ្នកឡើយប្រសិនបើអ្នកសម្រេចចិត្តធ្វើការងារមួយមានអ្នកនិយាយថាអ្នកហ៊ានប៉ុន្តែក៏មានអ្នកនិយាយថាអ្នកប្រថុយពេកប្រសិនបើអ្នកមិនធ្វើមានអ្នកនិយាយថាអ្នកប្រយ័ត្នល្អប៉ុន្តែក៏មានអ្នកនិយាយថាអ្នកខ្លាចពេកប្រសិនបើអ្នកនិយាយច្រើនមានអ្នកថាអ្នកពូកែនិយាយប៉ុន្តែក៏មានអ្នកថាអ្នកនិយាយច្រើនពេកប្រសិនបើអ្នកស្ងៀមមានអ្នកថាអ្នកមានភាពចាស់ទុំប៉ុន្តែក៏មានអ្នកថាអ្នកក្រអឺតក្រទមតើអ្នកឃើញទេមិនថាអ្នកជ្រើសរើសផ្លូវណាទេតែងតែមានអ្នកមិនយល់ស្របដូច្នេះបើអ្នកត្រូវបានគេរិះគន់មិនថាធ្វើអ្វីក៏ដោយហេតុអ្វីបានជាអ្នកមិនជ្រើសរើសផ្លូវដែលធ្វើឲ្យបេះដូងរបស់អ្នកមានសន្តិភាពជាងមនុស្សជាច្រើនចំណាយជីវិតទាំងមូលដើម្បីរត់តាមការសរសើរប៉ុន្តែការសរសើររបស់មនុស្សក៏ដូចជាខ្យល់ថ្ងៃនេះវាបក់មករកអ្នកថ្ងៃស្អែកវាក៏បក់ទៅរកអ្នកផ្សេងប្រសិនបើអ្នកយកការសរសើរជាគ្រឹះនៃសេចក្តីសុខនោះអ្នកនឹងនៅតែយកការរិះគន់មកបំផ្លាញសេចក្តីសុខរបស់ខ្លួនដែរសំណួរដែលសំខាន់មិនមែនថាតើមនុស្សគិតយ៉ាងណាចំពោះខ្ញុំនោះទេសំណួរដែលសំខាន់គឺតើខ្ញុំគិតយ៉ាងណាចំពោះខ្លួនឯងព្រោះនៅពេលអ្នកអាចគោរពការសម្រេចចិត្តរបស់ខ្លួនដោយឈរទៅលើគុណធម៌និងភាពស្មោះត្រង់អ្នកនឹងមិនញ័រទៅតាមពាក្យសម្ដីរបស់មនុស្សគ្រប់គ្នាទៀតឡើយសូមកុំយល់ច្រឡំនេះមិនមែនមានន័យថាយើងមិនស្ដាប់មតិអ្នកដទៃទេមនុស្សដែលមានប្រាជ្ញាតែងតែស្ដាប់ប៉ុន្តែពួកគេដឹងថាមតិណាគួរយកមកកែលម្អខ្លួននិងមតិណាគួរទុកឲ្យខ្យល់នាំទៅការស្ដាប់គ្រប់យ៉ាងមិនមែនជាបញ្ហាទេបញ្ហាគឺជាការជឿគ្រប់យ៉ាងសូមសួរខ្លួនឯងថាតើអ្នកនឹងទទួលយកដំបូន្មានពីមនុស្សដែលអ្នកមិនចង់មានជីវិតដូចគាត់ដែរឬទេបើចម្លើយនោះគឺទេហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យពាក្យរិះគន់របស់គាត់មកគ្រប់គ្រងអារម្មណ៍និងការសម្រេចចិត្តរបស់អ្នកជីវិតរបស់អ្នកក៏ដូចជាសៀវភៅមួយក្បាលមនុស្សជាច្រើននឹងអានតែទំព័រមួយឬពីរទំព័រប៉ុណ្ណោះហើយគិតថាពួកគេស្គាល់អ្នកទាំងមូលពួកគេមិនបានឃើញទំព័រដែលអ្នកយំម្នាក់ឯងមិនបានឃើញទំព័រដែលអ្នកខំប្រឹងប្រែងដោយគ្មានអ្នកណាទះដៃមិនបានឃើញទំព័រដែលអ្នកដួលហើយក្រោកឈរឡើងវិញដូច្នេះសូមកុំប្រគល់បិចនៃជីវិតរបស់អ្នកឲ្យអ្នកដែលបានអានត្រឹមតែ2-3ទំព័រនោះនៅពេលដែលអ្នកចាប់ផ្ដើមទទួលស្គាល់ថាអ្នកមិនអាចគ្រប់គ្រងគំនិតរបស់មនុស្សបានឡើយអ្នកនឹងមានសេរីភាពដ៏អស្ចារ្យមួយអ្នកនឹងឈប់ព្យាយាមបកស្រាយខ្លួនឯងទៅកាន់មនុស្សដែលមិនចង់យល់អ្នកនឹងឈប់អស់កម្លាំងនៅក្នុងការផ្លាស់ប្ដូរចិត្តមនុស្សដែលបានសម្រេចចិត្តវិនិច្ឆ័យអ្នករួចហើយអ្នកនឹងយល់ថាពេលវេលាដ៏មានតម្លៃបំផុតគឺជាការកែលម្អខ្លួនឯងមិនមែនជាការបញ្ចុះបញ្ចូលអ្នកដទៃនោះទេ
សូមចងចាំថាអ្នកអាចជាមនុស្សដែលផ្អែមបំផុតនៅលើពិភពលោកប៉ុន្តែក៏នៅតែមានមនុស្សដែលមិនចូលចិត្តរសជាតិផ្អែមបញ្ហាមិនមែនមកពីអ្នកទេវាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ពួកគេតែប៉ុណ្ណោះមនុស្សជាច្រើនគិតថាការកំណត់ព្រំដែនគឺជាការរុញអ្នកដទៃឲ្យទៅឆ្ងាយប៉ុន្តែការពិតវាមិនមែនបែបនោះឡើយព្រំដែនមិនមែនជាជញ្ជាំងដែលបំបែកមនុស្សទេតែវាគឺជាទ្វារមួយដែលបង្រៀនឲ្យអ្នកដទៃដឹងថាគួរចូលមកក្នុងជីវិតអ្នកដោយរបៀបណាបើផ្ទះរបស់អ្នកគ្មានទ្វារគ្មានរបងគ្មានសោអ្នកណាក៏អាចចូលមកបានគ្រប់ពេលដំបូងអ្នកប្រហែលជាគិតថាវាជាការរុះរាយរាក់ទាក់ប៉ុន្តែមិនយូរប៉ុន្មានអ្នកនឹងបាត់បង់ភាពឯកជនបាត់បង់សុវត្ថិភាពនិងបាត់បង់សន្តិភាពជីវិតរបស់អ្នកក៏ដូចគ្នាប្រសិនបើអ្នកមិនកំណត់ព្រំដែនមនុស្សខ្លះនឹងចាប់ផ្ដើមគិតថាពេលវេលារបស់អ្នកគឺជារបស់ពួកគេថាមពលរបស់អ្នកគឺជារបស់ពួកគេការអត់ធ្មត់របស់អ្នកក៏ជាការអត់ធ្មត់របស់គេហើយចិត្តល្អរបស់អ្នកគឺជាអ្វីដែលពួកគេអាចប្រើបានដោយគ្មានដែនកំណត់ដំបូងវាហាក់ដូចជាមិនមានបញ្ហាទេអ្នកជួយម្ដងអ្នកជួយពីរដងជួយ10ដងប៉ុន្តែនៅថ្ងៃណាមួយដែលអ្នកនិយាយថាថ្ងៃនេះខ្ញុំមិនអាចទេអ្នកខ្លះក៏នឹងនិយាយថាអ្នកបានផ្លាស់ប្ដូរហើយមិនមែនព្រោះតែអ្នកអាក្រក់ជាងមុនទេប៉ុន្តែព្រោះពួកគេធ្លាប់ទទួលបានអ្វីដែលពួកគេចង់បានពីអ្នករហូតមកនេះជាការពិតដ៏ឈឺចាប់មួយមនុស្សដែលខឹងនឹងព្រំដែនរបស់អ្នកច្រើនតែជាមនុស្សដែលធ្លាប់ទទួលបានផលប្រយោជន៍ពេលដែលអ្នកគ្មានព្រំដែនសូមចាំថាអ្នកមិនអាចគ្រប់គ្រងអារម្មណ៍អ្នកដទៃបានទេអ្នកមិនអាចធានាថាគ្រប់គ្នានឹងយល់ការសម្រេចចិត្តរបស់អ្នកទេប៉ុន្តែអ្នកអាចធានាបានថាការសម្រេចចិត្តរបស់អ្នកមិនកំពុងបំផ្លាញខ្លួនឯងឡើយអ្នកមិនបាច់ប្រើពាក្យអសិលធម៌ដើម្បីកំណត់ព្រំដែនទេអ្នកអាចនិយាយដោយសុភាពរាបសារអ្នកអាចនិយាយដោយការគោរពប៉ុន្តែភាពសុភាពមិនមានន័យថាអ្នកត្រូវតែលះបង់ខ្លួនឯងនោះទេពេលខ្លះពាក្យសាមញ្ញមួយដូចជាសំទោសលើកនេះខ្ញុំមិនអាចជួយបានទេគឺគ្រប់គ្រាន់ហើយអ្នកមិនចាំបាច់សរសេរអត្ថបទវែងមួយដើម្បីបង្ហាញហេតុផលនោះទេអ្នកមិនចាំបាច់មានអារម្មណ៍ខុសព្រោះតែអ្នកជ្រើសរើសការពារសុខភាពផ្លូវចិត្តរបស់ខ្លួនឡើយមានមនុស្សជាច្រើនរស់នៅដោយអស់កម្លាំងព្រោះពួកគេតែងតែពន្យល់ខ្លួនឯងទៅកាន់មនុស្សគ្រប់គ្នាប៉ុន្តែការពិតគឺមនុស្សដែលយល់ពីអ្នកមិនត្រូវការពន្យល់វែងពេកទេរីឯមនុស្សដែលមិនយល់មិនចង់យល់ទោះអ្នកពន្យល់ប៉ុន្មានដងក៏ដោយក៏គេនៅតែមិនយល់ដដែលអ្នកគួរតែចាំរឿងមួយការគោរពខ្លួនឯងបង្រៀនអ្នកដទៃឲ្យគោរពអ្នកប្រសិនបើអ្នកតែងតែលះបង់គ្រប់យ៉ាងដើម្បីកុំឲ្យអ្នកណាម្នាក់អន់ចិត្តមនុស្សមួយចំនួននឹងចាប់ផ្ដើមគិតថាការលះបង់របស់អ្នកគឺជាកាតព្វកិច្ចមិនមែនជាទឹកចិត្តទៀតឡើយកុំអនុញ្ញាតឲ្យចិត្តល្អរបស់អ្នកคล้ายទៅជាហេតុផលដែលអ្នករស់នៅក្នុងការនឿយហត់ចិត្តល្អគឺជាគុណធម៌ប៉ុន្តែចិត្តល្អដែលគ្មានប្រាជ្ញាអាចคล้ายទៅជាការបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួនសូមគិតពីដើមឈើមួយវាផ្ដល់ម្លប់ដល់មនុស្សជាច្រើនប៉ុន្តែវាក៏ត្រូវការឫសរឹងមាំដើម្បីឈរបានដែរប្រសិនបើឫសរបស់វារលួយព្រោះតែផ្ដល់អ្វីៗទាំងអស់ទៅខាងលើទីបំផុតដើមឈើទាំងមូលនឹងដួលរលំហើយអ្នកក៏ដូចគ្នាមុនពេលអ្នកចង់ខ្លាចវាជាម្លប់ដល់អ្នកដទៃសូមប្រកាសថាឫសនៃជីវិតរបស់អ្នកនៅតែរឹងមាំមនុស្សដែលមានប្រាជ្ញាមិនមែនជាមនុស្សដែលនិយាយថាបាទឬចាស់គ្រប់ពេលនោះទេពួកគេដឹងថាពាក្យបាទឬចាស់មានតម្លៃលុះត្រាតែពាក្យទេក៏មានតម្លៃដូចគ្នាព្រោះបើអ្នកយល់ព្រមគ្រប់ពេលពាក្យយល់ព្រមរបស់អ្នកនឹងលែងមានអត្ថន័យដូច្នេះកុំខ្លាចនៅក្នុងការកំណត់ព្រំដែនកុំខ្លាចនៅក្នុងការថែរក្សាពេលវេលាថាមពលនិងសេចក្តីសុខរបស់ខ្លួនឯងព្រោះនៅទីបញ្ចប់អ្នកមិនមែនរស់នៅដើម្បីផ្គប់ចិត្តមនុស្សគ្រប់គ្នាទេអ្នករស់នៅដើម្បីក្លាយទៅជាមនុស្សល្អមានគុណធម៌និងរស់នៅដោយមិនបាត់បង់ខ្លួនឯងមានថ្ងៃមួយអ្នកនឹងយល់ថារឿងដែលនឿយហត់បំផុតនៅក្នុងជីវិត
មិនមែនជាការធ្វើការច្រើនពេកទេរឿងដែលនឿយហត់បំផុតគឺជាការព្យាយាមធ្វើជាមនុស្សដែលមិនមែនជាខ្លួនឯងមនុស្សជាច្រើនចំណាយពេលពេញមួយជីវិតផ្លាស់ប្ដូរខ្លួនទៅតាមមនុស្សដែលខ្លួនជួបនៅកន្លែងការងារពួកគេធ្វើជាមនុស្សម្នាក់នៅក្នុងក្រុមមិត្តភ័ក្តិពួកគេធ្វើជាមនុស្សម្នាក់ទៀតហើយនៅលើបណ្ដាញសង្គមពួកគេបង្ហាញរូបភាពមួយផ្សេងទៀតហើយនៅពេលដែលគេនៅម្នាក់ឯងពួកគេក៏លែងដឹងថាតើមុខមាត់ណាមួយជាខ្លួនឯងពិតប្រាកដវាជារឿងដ៏គួរឲ្យសោកស្ដាយពេលមនុស្សម្នាក់បាត់បង់អត្តសញ្ញាណរបស់ខ្លួនដើម្បីទទួលបានការទទួលស្គាល់ពីអ្នកដទៃព្រោះការទទួលស្គាល់នោះមិនដែលស្ថិតស្ថេរឡើយថ្ងៃនេះគេសរសើរអ្នកថ្ងៃស្អែកគេអាចសរសើរអ្នកផ្សេងថ្ងៃនេះគេគាំទ្រអ្នកថ្ងៃស្អែកគេអាចបំភ្លេចអ្នកប្រសិនបើអ្នកយកតម្លៃរបស់ខ្លួនទៅផ្អែកទៅលើការទះដៃរបស់អ្នកដទៃនោះនៅពេលសម្លេងទះដៃបាត់ទៅអ្នកក៏នឹងចាប់ផ្ដើមសង្ស័យតម្លៃរបស់ខ្លួនដែរមនុស្សដែលមានសេរីភាពពិតប្រាកដមិនមែនជាមនុស្សដែលគ្មានអ្នករិះគន់ទេប៉ុន្តែជាមនុស្សដែលមិនអនុញ្ញាតឲ្យអ្នករិះគន់កំណត់អត្តសញ្ញាណរបស់ខ្លួនអ្នកដឹងទេថាហេតុអ្វីបានជាដើមឈើមួយអាចឈរទប់ខ្យល់ព្យុះបានមិនមែនព្រោះវាគ្មានខ្យល់បក់នោះទេប៉ុន្តែព្រោះឫសរបស់វាចាក់ជ្រៅទៅក្នុងដីមនុស្សក៏ដូចគ្នាបើតម្លៃរបស់អ្នកចាក់ឫសនៅក្នុងគុណធម៌ការខិតខំនិងភាពស្មោះត្រង់ខ្យល់នៃការរិះគន់ឬការមិនពេញចិត្តពីអ្នកដទៃនឹងមិនអាចរំលំអ្នកបានងាយៗឡើយសូមគំរំចាំឲ្យមនុស្សគ្រប់គ្នាទទួលស្គាល់អ្នកទើបហ៊ានចាប់ផ្ដើមក្តីស្រមៃរបស់ខ្លួនគំរំចាំឲ្យគ្រប់គ្នាយល់ស្របទើបអ្នកហ៊ានធ្វើរឿងដែលអ្នកជឿថាត្រឹមត្រូវប្រសិនបើអ្នករងចាំដល់ថ្ងៃនោះអ្នកប្រហែលជាមិនដែលចាប់ផ្ដើមទាល់តែសោះសូមចាំថាមនុស្សដែលផ្លាស់ប្ដូរពិភពលោកមិនមែនជាមនុស្សដែលធ្វើឲ្យគ្រប់គ្នាពេញចិត្តនោះទេពួកគេជាមនុស្សដែលហ៊ានឈរលើគោលការណ៍របស់ខ្លួនទោះបីជាមិនមានអ្នកយល់ក៏ដោយប្រវត្តិសាស្ត្រមិនចងចាំមនុស្សដែលតែងតែយល់ព្រមជាមួយគ្រប់គ្នាទេប្រវត្តិសាស្ត្រចងចាំមនុស្សដែលមានភាពក្លាហានក្នុងការធ្វើអ្វីដែលពួកគេជឿថាត្រឹមត្រូវនៅថ្ងៃណាដែលអ្នកឈប់ស្វែងរកការទទួលស្គាល់ពីអ្នកដទៃអ្នកនឹងរកឃើញអំណោយដ៏ធំបំផុតមួយគឺជាភាពស្ងប់ស្ងាត់នៅផ្លូវចិត្តរបស់ខ្លួនឯងអ្នកនឹងលែងចំណាយថាមពលទៅលើការព្យាយាមបង្ហាញថាអ្នកល្អគ្រប់គ្រាន់អ្នកនឹងលែងពិបាកចិត្តពេលដែលមានអ្នកមិនចូលចិត្តអ្នកនឹងលែងមានអារម្មណ៍ថាត្រូវពន្យល់គ្រប់ការសម្រេចចិត្តរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាតែអ្នកនឹងចាប់ផ្ដើមរស់នៅដោយសួរខ្លួនឯងថាតើរឿងនេះស្របនឹងគុណតម្លៃរបស់ខ្ញុំដែរឬទេជំនួសឲ្យតើមនុស្សនឹងគិតយ៉ាងណាសំណួរតូចមួយនេះនឹងអាចផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងមូលនៅថ្ងៃណាមួយអ្នកប្រហែលជានឹងបាត់បង់មនុស្សខ្លះព្រោះអ្នកលែងរស់នៅដើម្បីផ្គប់ចិត្តពួកគេប៉ុន្តែសូមកុំភ័យខ្លាចមនុស្សដែលចាក់ចេញព្រោះតែអ្នកចាប់ផ្ដើមគោរពខ្លួនឯងនោះប្រហែលជាមិនដែលឲ្យតម្លៃអ្នកពិតប្រាកដតាំងពីដំបូងឡើយរីឯមនុស្សដែលស្រឡាញ់អ្នកដោយស្មោះពួកគេនឹងនៅជាមួយអ្នកព្រោះពួកគេស្រឡាញ់អ្នកជាអ្នកមិនមែនស្រឡាញ់តែភាពងាយស្រួលដែលអ្នកផ្ដល់ឲ្យពួកគេនោះទេនៅទីបញ្ចប់នៃជីវិតមនុស្សមិនសោកស្ដាយដែលខ្លួនមិនបានផ្គប់ចិត្តមនុស្សគ្រប់គ្នាទេអ្វីដែលពួកគេសោកស្ដាយគឺពួកគេមិនបានរស់នៅតាមបេះដូងរបស់ខ្លួនពួកគេខ្លាចពេកនៅក្នុងការធ្វើជាខ្លួនឯងពួកគេខ្វល់ពេកអំពីសម្លេងរបស់ពិភពលោករហូតលែងឮសម្លេងរបស់បេះដូងខ្លួនឯងដូច្នេះចាប់ពីពេលនេះទៅសូមមានភាពក្លាហាននៅក្នុងការធ្វើជាខ្លួនឯងសូមធ្វើជាមនុស្សល្អប៉ុន្តែកុំធ្វើជាមនុស្សដែលលះបង់ខ្លួនឯងដើម្បីទទួលបានការពេញចិត្តពីអ្នកដទៃសូមមានចិត្តមេត្តាប៉ុន្តែក៏ត្រូវមានប្រាជ្ញានៅក្នុងការការពារសេចក្តីសុខរបស់ខ្លួនផងដែរហើយសូមចងចាំជានិច្ចថាអ្នកមិនកើតមកដើម្បីផ្គប់ចិត្តមនុស្សគ្រប់គ្នាទេតែអ្នកកើតមកដើម្បីរស់នៅដោយស្មោះត្រង់ចំពោះតម្លៃគោលការណ៍និងបេះដូងរបស់ខ្លួនឯងចា៎សង្ឃឹមថាវីដេអូមួយនេះនឹងបានជួយឲ្យអ្នកស្រាលចិត្តបន្តិចហើយបានរំលឹកអ្នកថាតម្លៃរបស់អ្នកមិនអាស្រ័យទៅលើការពេញចិត្តរបស់មនុស្សគ្រប់គ្នាឡើយប្រសិនបើថ្ងៃនេះអ្នកហ៊ានគោរពខ្លួនឯងបន្តិចជាងម្សិលមិញនោះ
អ្នកកំពុងដើរនៅលើផ្លូវត្រឹមត្រូវហើយសូមជូនពរឲ្យអ្នកមានភាពក្លាហាននៅក្នុងការធ្វើជាខ្លួនឯងមានសន្តិភាពនៅក្នុងចិត្តនិងកុំបោះបង់តម្លៃរបស់ខ្លួនដើម្បីផ្គប់ចិត្តអ្នកណាម្នាក់ឡើយចា៎ហើយសូមអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា